សួស្តីបងប្អូនទាំងអស់គ្នាបាទខានចេញវីដេអូរយៈពេលយូរដែរហើយដោយសារតែអត់មានពេលឥឡូវមានពេលហើយគឺនឹងមកស្លមុខម្ហូបមួយគឺម្ជូរគ្រឿងក្នុងពោះគោដោយសារតែមេឃភ្លៀងត្រជាក់នៅឃើញម្ជូរគ្រឿងក្នុងពោះគោអញ្ចឹងណាហើយនេះគឺមកទិញពោះគោនៅផ្សារឈុកមាសបាទយើងទិញពោះគោហើយទិញ1គីឡូកន្លះឥឡូវមកដល់ផ្ទះគឺយើងដាក់ស្រស់ពោះគោបន្ទាប់ពីយើងលាងហើយខ្ញុំលាងមួយទឹកអំបិលបងប្អូនយើងចំបាច់លាងមួយទឹកអំបិលហើយនេះវាមានពោះ100ស្ទាប់វាមានពោះតានពោះអីចឹងទៅបាទនេះខ្ញុំដាក់ស្រស់វាឲ្យវារឹងអាតុននេះអីតែអាពោះ100ស្ទាប់យើងដាក់ស្ងោរវាស្រស់វាឲ្យវារឹងសិនមកបាទហើយមកជួពោះគោនេះអ្នកខ្លះក៏មិនចេះញ៉ាំអ្នកខ្លះក៏ចូលចិត្តចឹងណាខ្ញុំមិនអីទេខ្ញុំចូលចិត្តជួគ្រឿងក្នុងនេះបាទឥឡូវព្យាយាមមកចកាសនេះមកច្បល់ឲ្យវាត្រូវទឹកក្តៅអញ្ចឹងណាឲ្យវាឆាប់រឹងបាទឆ្លូកចុះឆ្លូកឡើងអញ្ចឹងទៅបាទបន្ទាប់មកទៀតនេះគឺខ្ញុំបានស្រង់ដាក់កធុនហើយចានដែកហើយបាទឥឡូវយកមកហាន់មកហាន់វាមកល្មមជាដុំវិញក៏បានខ្លីក៏បានតាមចំណូលចិត្តបងប្អូនទេយកមកហាន់វាមកអានេះអត់ងាយពុះអត់ងាយផុយទេណាបងប្អូនត្រូវការងាស់វាបន្តិចអាពោះ100ស្ទាប់នេះវាយ៉ាងស្វិតបន្តិចអញ្ចឹងដល់យើងស្លយើងត្រូវរងាស់វាឲ្យវាយ៉ាងយូរបន្តិចបានវាផុយល្អបើមិនអញ្ចឹងទេខំវិចមាត់លើហើយនេះមកហាន់ជាផ្ទះវិញអញ្ចឹងមកនេះបងប្អូនចង់ខ្លីអញ្ចឹងហ្នឹងក៏បានដែរវាមិនទាស់ខុសហើយទេតាមតែចំណូលចិត្តរបស់យើងទេបាទតែជាទូទៅគេហាន់វិញអញ្ចឹងនេះគឺយើងហាន់រួចហើយបាទនេះពោះតានពោះអីចឹងណាអានឹងក៏ឆ្ងាញ់ដែរបាទនេះមានជាមួយនឹងសួតអីចឹងទៅបាទកាប់វាជាដុំដាក់ស្លបងប្អូនបាទហាន់ចឹងណាវីដេអូយ៉ាងវែងបន្តិចខ្ញុំខ្ជិលរុញឲ្យលឿនបាទអានេះគឺយើងហាន់ហើយអស់ហើយបានមកចិត្តមួយចានកូនចានដែកឥឡូវយើងមកដាក់គ្រឿងបុករបស់យើងហ្នឹងដាក់ចូលក្នុងឆ្នាំងងែតូចបន្តិចបងប្អូនឥឡូវយើងមានជាមួយនឹងម្ទេសក្រៀមដែរបងប្អូនម្ទេសក្រៀមយើងច្រាំវាឲ្យម៉ត់មកដាក់ឆាជាមួយនឹងក្រូចសើចជាមួយនឹងគ្រឿងមួយគ្នាទៅចាក់ប្រេងឆាណាបងប្អូនដាក់ប្រេងឆាដាក់អីឆាបន្ទាប់មកទៀតយើងមានជាមួយនឹងអំពិលទុំរបស់យើងហ្នឹងធ្វើជាម្ជូរអំពិលទុំបាទដាក់មកល្មមទៅចូលចិត្តជូរម្ជូរអីបងប្អូនតែម្ជូរបើអត់ជូរវាអត់ឆ្ងាញ់បាទយើងដាក់ប៉ុណ្្នឹងសិនមកយើងឆាត្រឡប់ឡើងឲ្យគ្រឿងវាឈ្ងុយតិចទៅបាទគ្រឿងពណ៌ស្អាតដែរបន្ទាប់មកយើងមកដាក់ជាមួយនឹងប្រហុកយើងបាទប្រហុកកាឡនេះគឺវាម៉ត់ស្រាប់ហើយបើត្រូវការតម្រងដើម្បីឈុំទេនេះគឺដាក់តែម្ដង2ស្លាបព្រាបាយដោយសារចូលចិត្តប្រហុកដិតដែរបាទនេះគឺយើងដាក់ប្រហុកតមកឆាចូលទៅចាស់ចង់ច្រឡំដាក់ស្វាប្រហុកឈូលមួយស្ករហើយយើងមកថែមស្ករខ្ញុំប្រើស្ករត្នោតចំនួនជា2ស្លាបព្រាសិនណាបងប្អូនបាទស្ករត្នោតយើងហ្នឹង2ស្លាបព្រាបាយចង់មិនពេញពេកទេណាហើយចង់ទេបាទយើងឆាមកតមកយើងដាក់ជាមួយនឹងពោះគោដែលយើងបានស្រស់ហើយយើងបានកាប់ហើយហ្នឹងដាក់ចូលមកចង់ពេញមួយឆ្នាំងបាទបងប្អូន1គីឡូកន្លះច្រើនដែរបាទយើងដាក់ចូលមកដើម្បីយើងឆាវាច្បល់ជាមួយនឹងគ្រឿងយើងដែលយើងបានឆាមុនហ្នឹងជោគចុះជោគឡើងមកឆាវាឲ្យខំមួយគ្រឿងណានេះតមកគ្រឿងយើងវាប្រឡាក់ជាមួយនឹងពោះគោខ្លះហើយនេះថតពោះកស្អាតណាគ្រឿងលឿងតមកទៀតគឺយើងរងាស់វាឲ្យចេញទឹកបងប្អូនឲ្យចេញទឹកមកបន្តមកទៀតយើងថែមទឹកឲ្យយើងរងាស់ទៀតទឹកនេះថែម2ទៅ3ដងបងប្អូនអាចដល់4ដងដាក់ទឹកតិចចឹងយើងរងាស់វារហូតហើយភ្លក់មើលទៅភ្លក់ថាមិនដែររសជាតិនឹងជូរអាចថាមានជាមួយនឹងខ្នុរជាមួយនឹងទឹកត្រីស្ករប៊ីចេងឯងតាមបងប្អូនចូលចិត្តដែរបងប្អូនសំខាន់ស្លម្ជូរដល់យើងជូរហើយយ៉ាងដិតបន្តិចបើសាពេកក៏ភ្លាវដែរស្លម្ជូរនេះបើតាមចំណូលចិត្តខ្ញុំទេបើអ្នកបងប្អូនចូលចិត្តសាបអីហ្នឹងតាមហ្នឹងទៅនេះនឹងពុះក្រាក់ហើយ
តែអត់តាន់ផុយនៅឡើយទេពោះ100ស្ទាប់បងប្អូនធ្វើការរងាស់នេះបន្លែយើងគឺប្រើទ្របស្រួយរបស់យើងហ្នឹងយើងចាត់ជា2មកពុះជា2ហើយយើងដើម្បីដាក់ចូលសឡហ្នឹងហើយបងប្អូនចូលចិត្តបន្លែអីផ្សេងអាចដាក់ផ្សេងទៅតែដោយសារបន្លែនេះវាមិនរញ៉េរញ៉ៃទ្របស្រួយនេះគឺវាស្រួលវាអត់ញ៉េញ៉ៃឆ្នាំងឥឡូវគឺឆ្អិនហើយបងប្អូនដួសញ៉ាំបានហើយដោយសារតែរងាស់ឡើងថែមទឹកឡើង2 3 ដងហើយតែនៅមិនទាន់ផុយស្រួលប្រហែលទេគឺត្រូវការរងាស់បន្ថែមទៀតបាទអញ្ចឹងសម្លនេះគឺមានតែប៉ុណ្្នឹងទេបាទបងប្អូនអាចសាកធ្វើនៅផ្ទះបានមកជួគ្រឿងពោះគោហើយវាជាម្ហូបមួយដែលចំណូលចិត្តរបស់ខ្ញុំដែរតែអ្នកខ្លះអាចជាមិនចូលចិត្តទេគាត់ចាញ់ក្លិនពោះគោបាទតែខ្ញុំអត់អីទេបាទអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ការតាមដានបាទ